សួស្តីទាំងអស់គ្នាថ្ងៃនេះadminនឹងសម្រាយរឿងមួយដែលមានចំណងជើងថា Piper ហើយរឿងនេះដែរគឺមានអត្ថន័យអប់រំល្អមែនទែនរឿងនេះបានបង្រៀនយើងឲ្យហ៊ានប្រឈមមុខជាមួយនឹងបញ្ហាគឺថារាល់ឧបសគ្គគឺតែងតែមានដំណោះស្រាយហើយនឹងឱកាសថ្មីនៅក្នុងនោះអញ្ចឹងចូលដល់សាច់រឿងយើងមកទៅរឿងនេះដែរគឺនិយាយអំពីក្រុមបក្សីមួយដែលមានឈ្មោះថា Piper ហើយក្រុមបក្សីនេះដែរគឺវាតែងតែរស់នៅនិងរកស៊ីតាមឆ្នេរសមុទ្រចំណីរបស់ពួកវាគឺជាលាសមុទ្រដែលកប់នៅក្នុងខ្សាច់ការរកចំណីរបស់ពួកវាគឺរកនៅពេលដែលទឹកសមុទ្របានស្រកទៅវិញប៉ុន្តែនៅពេលដែលមានរលកថ្មីមកគឺពួកវាត្រូវតែរត់ទៅរកកន្លែងគោកជាធម្មជាតិរបស់បក្សីនៅពេលដែលគេមានកូនតូចគេតែងតែទៅរកចំណីដើម្បីមកបញ្ចុកកូនចំណែកឯហ្វូងបក្សី Piper នេះក៏វាមិនខុសគ្នាពីបក្សីផ្សេងដែរពេលដែលមានកូនតូចគឺពួកគេនឹងទៅរកចំណីដើម្បីមកបញ្ចុកកូនប៉ុន្តែពេលនេះគឺម្ដាយរបស់កូនបក្សី Piper តូចហ្នឹងមិនបានយកចំណីទៅបញ្ចុកកូនទេដោយសារតែកូនបក្សីយើងហ្នឹងគឺវាធំល្មមនឹងអាចរកចំណីខ្លួនឯងបានហើយអញ្ចឹងហើយម្ដាយរបស់គេហ្នឹងក៏បានយកលាមមួយដាក់នៅមាត់ឆ្នេរដើម្បីចង់ឲ្យគេមកចឹកស៊ីដោយខ្លួនឯងជាម្ដាយគឺមិនអាចរស់នៅជាមួយកូនបានជារៀងរហូតឡើយអញ្ចឹងអ្វីដែលគាត់អាចបង្រៀនគេបានគឺត្រូវតែឲ្យគេក្លាហានរៀនរស់ដោយខ្លួនឯងចំណែកឯកូនបក្សីតូចយើងវិញនៅពេលដែលឃើញម្ដាយទុកលាសនៅនឹងមាត់ឆ្នេរឲ្យគេក៏បានរត់សម្ដៅទៅរកចំណីដែលម្ដាយទុកឲ្យនោះប៉ុន្តែពេលដែលគេទៅដល់គឺគេចំហមាត់ចាំម្ដាយគេបញ្ចុកលាសដោយរាល់ដងប៉ុន្តែម្ដាយគឺមិនបានបញ្ចុកលាសកូនឡើយគាត់ឲ្យគេហ្នឹងព្យាយាមដើររកចំណីដោយខ្លួនឯងពេលនោះកូនបក្សីតូចយើងហ្នឹងក៏ចឹកបានលាសមួយចៃដន្យរលកក៏បក់មកហើយពួកគេក៏នាំគ្នារត់ចំណែកឯបក្សីតូចយើងកន្លែងតែមើលពពុះក៏ត្រូវបានរលកបោកពេញមួយទំហឹងតែម្ដងធ្វើឲ្យគេរងាញ័រញាក់ហើយមានអារម្មណ៍ថាបាក់ស្បាតជាមួយនឹងទឹកសមុទ្រតែម្ដងចំណែកឯម្ដាយគេវិញគឺព្យាយាមលួងលោមនឹងហៅកូនឲ្យទៅរកចំណីជាមួយគាត់ប៉ុន្តែគេគឺមិនព្រមឡើយដោយសារតែអារម្មណ៍ភ័យខ្លាចហ្នឹងគឺដកនៅក្នុងចិត្តឡើយអញ្ចឹងហើយគេក៏បានចំហមាត់ជាសញ្ញាចង់ឲ្យម្ដាយគេហ្នឹងរកចំណីមកឲ្យគេទៀតហើយគ្រាន់តែឮសំឡេងទឹកសមុទ្រពីចម្ងាយក៏ធ្វើឲ្យគេខ្លាចបានដែរប៉ុន្តែអាភាពភ័យខ្លាចហ្នឹងវាគឺអត់ឈ្នះនឹងការឃ្លានទេគេក៏សម្រេចចិត្តដើរចូលឆ្នេរម្ដងទៀតប៉ុន្តែគេមិនទាន់ហ៊ានដើរចូលឆ្នេរជ្រៅនៅឡើយពេលហ្នឹងគេឃើញលាសមួយអញ្ចឹងហើយគេក៏បានរត់សម្ដៅទៅលាសហ្នឹងអាគ្នារកចឹកលាសទៅហើយប៉ុន្តែមានរលកមួយក៏បក់មកធ្វើឲ្យគ្នាភ័យរត់ទៅពួនឡើងលឿនពេលដែលគេកំពុងតែពួននៅគុំអ្វីម្យ៉ាងហ្នឹងស្រាប់តែមានរបស់មួយដឹកគេចេញមកខាងក្រៅតាមពិតទៅគេបានរត់ទៅពួនលើក្តាមផ្ញើប្រាណគេទាំងពីរហ្នឹងក៏សំណេះសំណាលគ្នាតិចទៅភាសាគេទាំងពីរខ្ញុំអត់ចេះស្ដាប់ទេតែតាមកាយវិការគឺក្តាមហ្នឹងបានហៅបក្សីទៅជាមួយនឹងគេប៉ុន្តែពេលដែលក្តាមហ្នឹងដើរទៅដល់មាត់ឆ្នេរក៏មានរលកមួយបក់ចំពួកគេហើយកូនបក្សីយើងវិញគឺគេមានចិត្តណាស់គេខំរត់ទៅជួយក្តាមហ្នឹងប៉ុន្តែពេលទៅដល់ឃើញក្តាមហ្នឹងធ្វើដូចធម្មតាធ្វើដូចអត់មានរឿងអីកើតឡើងសោះកូនបក្សីយើងបានឈរមើលក្តាមស៊ីចំណីប៉ុន្តែពេលហ្នឹងក៏មានរលកបក់មកពេលហ្នឹងវាបានកាយខ្សាច់ចុះហើយបានពួននៅក្រោមខ្សាច់ចំណែកឯកូនបក្សីយើងវិញពេលដែលឃើញទឹករលកគឺគេភ័យណាស់មិនដឹងធ្វើយ៉ាងណាឡើយគេក៏សម្រេចចិត្តធ្វើដូចក្តាមដែរគឺគេពួននៅក្នុងខ្សាច់ដូចគ្នាពេលហ្នឹងទឹករលកបានបោកចំពីលើពួកគេតែម្ដងប៉ុន្តែក្តាមផ្ញើប្រាណយើងបានកេះកូនបក្សីសម្លាញ់បើកភ្នែកឡើងបើកភ្នែកមកមើលភាពអស្ចារ្យនៅនឹងមុខយើងពេលដែលកូនបក្សីយើងបើកភ្នែកឡើងមកគេបានឃើញលាសជាច្រើនអញ្ចឹងបានថានៅក្នុងគ្រោះថ្នាក់គឺតែងតែមានឱកាសថ្មីមួយតែជំហានដំបូងគឺយើងត្រូវតែមានភាពក្លាហានប្រឈមមុខជាមួយនឹងបញ្ហាទាំងអស់នោះសិននោះយើងនឹងមានឱកាសបានចាប់ផ្ដើមនៅអ្វីដែលថ្មីជាច្រើនទៀតដូចជាកូនបក្សីយើងអញ្ចឹងបន្ទាប់ពីលោកបងក្តាមបានបង្ហាញផ្លូវគេហើយគឺគេពិតជាសប្បាយចិត្តមែនទែនគេបានស្វែងរកឃើញឱកាសនៃការរកចំណីហើយគេក៏ហ៊ានប្រឈមមុខជាមួយនឹងទឹករលកដោយគ្មានការភ័យខ្លាចទៀតឡើយពេលនោះគេបានអួតនៅសមត្ថភាពថ្មីឲ្យទៅម្ដាយគេឃើញគឺគេបានចឹកយកលាជាច្រើនយកមកឲ្យម្ដាយគេក៏ដូចជាក្រុមបក្សីផ្សេងៗទៀតបានស៊ីជាមួយនឹងគេដែរសំខាន់ចំណីដែលគេយកមកគឺមានតាំងពី size S រហូតដល់ size XL តែម្ដងចែកគ្នាហូបទៅពូពីកូនបក្សីតូចដែលចាំតែម្ដាយបញ្ចុកចំណីខ្លាចទៅជាកូនបក្សីដែលហ៊ានប្រឈមមុខជាមួយនឹងឧបសគ្គហើយអាចស្វែងរកចំណីបានដោយខ្លួនឯងពេលនេះដែរម្ដាយរបស់គេគឺពិតជាសប្បាយចិត្តនិងមានមោទនភាពចំពោះកូនគាត់មែនទែនហើយរឿងយើងក៏បានចូលមកដល់ទីបញ្ចប់ដែរអញ្ចឹងបើសិនជាពេញចិត្តជាមួយនឹងការសម្រាយរបស់ admin កុំភ្លេចជួយ subscribe ម្នាក់មួយផង admin ដៃថ្មី subscribe មួយគឺជាកម្លាំងចិត្តមួយដែលធ្វើឲ្យ admin បន្តធ្វើវីដេអូបន្តទៀត